ដល់កីឡាករអេប៊ូថងចំនួន$20លោកបាទលោកលុកចឹងហើយបាទអ្នកសរសេរមកមិនរកឧបត្ថម្ភដល់កីឡាករអេប៊ូថងចំនួន$100ចំណែកឲ្យលោកជុំសារ៉េតបាទប្រធានក្លឹប VIP បានឧបត្ថម្ភដល់កីឡាករអេប៊ូថងចំនួន$50ហើយនិងលោកសរឿននៅឯសហរដ្ឋអាមេរិកបានឧបត្ថម្ភដល់កីឡាករអេប៊ូថងចំនួនបាទគឺ$200សហរដ្ឋអាមេរិកបាទលោកចៅសង្កាត់ទន្លេបាសាក់មេសុភាពបានឧបត្ថម្ភដល់កីឡាករអេប៊ូថងទន្លេបាសាក់នឹងគឺចំនួនបាទ$15បាទហើយក្រៅពីប្រាក់បឋមនេះដោយបានជម្រាបជូនមិញចឹងបាទលោកសុសម៉ាចដែលជាតារាចម្រៀងដ៏ល្បីឈ្មោះបាទហើយក៏ជាកូនបង្កើតរបស់លោកសុសម៉ាត់បាទគឺជាតារាចម្រៀងល្បីបាទពីដើមមកបាទគេថាហើយក៏ជាម្ចាស់បាទបៀកាដែនសំនៀងមាសនិងជាប្រធានក្រុមបាទបាល់ទាត់សំនៀងមាសទៀតបាទគេថាលោកឧបត្ថម្ភដល់កីឡាករនៃព្រះរាជាណាចក្រកម្ពុជាយើង3រូបបាទក្នុងមួយរូប$20សហរដ្ឋអាមេរិកហើយឧបត្ថម្ភពិធីករ3នាក់បាទគេថាក្នុង3នាក់នេះគេថាឧបត្ថម្ភ$40សហរដ្ឋអាមេរិកបាទដូច្នេះសូមកីឡាករទាំង3បាទក្រោយពីចប់ដំណើរថវិកានេះថាជារងចាំទទួលវិសម្បត្តិទៅបាទហើយអរគុណដល់លោកសុម៉ាចដោយផ្ទាល់ពីសម្លេងរបស់ខ្ញុំបាទថៃគឹមឡុងផងដែរបាទជូនពរដល់លោកអេវ៉ាលោកសុម៉ាចបាទដែលជាពុត្រារបស់លោកសុម៉ាត់ម្ចាស់បៀកាដិនបាទនាងមាសបាទសំនៀងមាសនៅយើងម្ដុំខាងជិត PM ក្រុងបាទ PM ក្រុងម្ដុំផ្លូវភ្លឺវត្តភ្នំនឹងតែម្ដងបាទទៅដល់ឃើញស្នាមញញឹមដ៏ស្រស់សង្ហារបស់លោកអេប៊ូថងរងចាំអភ័យទោសបាទរបស់លោកសុម៉ាចរងចាំទទួលស្វាគមន៍ភ្ញៀវគ្រប់ពេលវេលាទាំងអស់តែម្ដងបាទអរគុណណាស់ដល់លោកសុម៉ាចបាទល្ងាចនេះគិតថារកបបួលលោកសុភ័ណ្ឌមន្ត្រីម្ចាស់ហាងសុភ័ណ្ឌពូតស្ងោនៅខាងព្រែកលៀបដែរបាទទៅហាងរបស់លោកសុម៉ាចជួបជុំជាមួយនឹងលោកសុម៉ាចតែម្ដងបាទលោកសុភ័ណ្ឌមន្ត្រីម្ចាស់ហាងសុភ័ណ្ឌមន្ត្រីនៅខាងពូតស្ងោនៅខាងនោះសូមមេត្តាកុំឲ្យទៅណាថ្ងៃនេះល្ងាចនេះនឹងជួបគ្នាអរគុណបាទអរគុណដល់សប្បុរសជនយើងទាំងអស់ដែលលោកបានយកចិត្តទុកដាក់ឥឡូវនេះការថ្វាយបង្គំគ្រូរបស់កីឡាករទាំងពីរដែលអស់លោកស្រីបានទៅរងចាំនោះគឺអេវ៉ាថងហើយនិងកីឡាករមកពីប្រទេសបារាំងបាទសូមវែងណាស់បាទកាត់ប្រសាសន៍ទីដែរលោកថៃបាទគាត់ថាសូមអធិស្ឋានផងដែរចំពោះម្ចាស់ឧបត្ថម្ភនៃកម្មវិធីដ៏ធំបាទទាំងជំនួយការឧបត្ថម្ភបាទគាត់ថានៅពេលនេះគឺថាអ្នកឧបត្ថម្ភបាទដល់កីឡាករបាទរបស់កម្ពុជាយើងនឹងគេថាចេះតែមានមកបន្តបន្ទាប់ដូច្នេះបាទក៏សូមអធិស្ឋានផងដែរដើម្បីឧបត្ថម្ភបាទជួយលើកទឹកចិត្តបាទដល់កីឡាករនៃព្រះរាជាណាចក្រកម្ពុជាយើងហើយក្នុងនេះដែរបាទខ្ញុំបាទសូមជម្រាបដែរថាលោកជាចម្រើនសំដេចអាយដាមជាចម្រើនបាទពីប្រឹក្សាបាទសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបាទនិងជានាយកសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យាបាទថាជួយឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួតនៅសំដេចដល់គណៈកម្មការបច្ចេកទេសនៅទឹកប្រាក់$50និងពិធីករចំនួន$30សហរដ្ឋអាមេរិកបាទនៅពេលនេះសូមតាមដានទស្សនានៅទឹកទី1បាទគូប្រដាល់ទី5បាទក៏ជាគូទស្សទាយផងដែរសូមឲ្យអស់លោកស្រីនិងកញ្ញាដែលបានបាទចូលរួមទស្សនាផ្ទាល់ក៏ដូចជាអញ្ជើញនៅទស្សនាតាមគេដ្ឋានបាទគេថាប្រើប្រាស់ប្រព័ន្ធ011ចូលរួមយ៉ាងសាធារណៈទូទៅដើម្បីផ្សងយករង្វាន់ពីកម្ពុជាបាទទៅលើគូប្រដាល់ទី5នេះតែម្ដងរវាងកីឡាករអេប៊ូថងមកគូក្រហមនិងកីឡាករអាប់ដែលឆាគីមបាទគឺជាកីឡាករមកពីប្រទេសបារាំងនៅបង្គោលខៀវទឹកទី1បាទគ្រាន់តែជាការស្ទាបស្ទង់គ្នាទៅវិញទៅមកមិនបានវាយលុកសម្រុកដោយកាលពីគូរវាងកីឡាករសៅប៊ឺនឿនជាមួយនឹងកីឡាករដានីយ៉ែលបាទមកពីអាហ្វ្រិកខាងត្បូងឡើយព្រោះថាគូនោះសម្រុកយកងាប់រស់នៅក្នុងទឹកទី1តែម្ដងតែជាលទ្ធផលនោះគឺកីឡាករដានីយ៉ែលបានវាយឲ្យកីឡាករសៅប៊ឺនឿនបាទផ្លត់បាទស្មាខាងឆ្វេងតែម្ដងធ្វើឲ្យបន្តការប្រកួតបន្តបាទបោះបង់ការប្រកួតក្នុងទឹកទី2ស្ទាបស្ទង់គ្នាទៅវិញទៅមកនៅឡើយទេអ្នកទាំងពីរនេះប្រកួតនៅក្នុងប្រភេទទម្ងន់បាទ70គីឡូក្រាមញ៉ាំណាលោកគ្រឿងសរសៃបានបញ្ជាកីឡាករទាំងពីរវាយបាទហើយទស្សនិកជនក៏ចេះតែបាទជួយជំរុញពីក្រោយដែរបាទថ្ងៃនេះឃើញថាអាកាសធាតុបាទត្រជាក់ល្អណាស់នៅក្នុងសៃវៀនផ្ទាល់ឃើញថាទាត់ស្ដាំពីរជើងផ្ទួនគ្នាតែម្ដងអេប៊ូថងក៏សងស្ដាំមួយជើងវិញដែរ
ជាយាមទៅវិញទៅមកហើយយ៉ាបំរុងនឹងបាទរកវានាគវត្តកន្ទុយបាទបណ្ដែទៅមិនរួចមើលទៅឱកាសមិនទាន់ហុចឲ្យអំណោយផលមិនទាន់ល្អគីឡូក្រោមអាយ៉ាសោកឆ្វេងមួយលើមុខសាមើតើកីឡាករអាប់ដែលបាទឆាគីមនឹងមានប្រតិកម្មអីទេអត់ឃើញមានប្រតិកម្មរបស់បាទគីឡូចាក់ទុកយកជើងទៅធាក់លើរបស់កីឡាករអេភីថងតែម្ដងកាប់ចានមួយឡើងមិនដល់អេភីថងរងជាប់តែទម្ងន់ជើងរបស់កីឡាករអាប់ដែលឆាគីមមិនទាន់គេថាដោតទម្ងន់ខ្លាំងប្រហែលទេអេភីថងបាទចាប់ផ្ដើមទម្ងន់ជើងស្ដាំរបស់គេមកលើឆាគីមចាប់ទឹកទី1បាទគ្រូរងឡើងប្រជាសាធ្វើការទស្សទាយបាទទៅលើកីឡាករទាំងពីរបង្គោលក្រហមអេភីថងនិងបង្គោលខៀវកីឡាករឆាគីមបាទមកពីប្រទេសបារាំងនៅពេលនេះសូមតាមដានទស្សនានៅទឹកទី2បាទគូក្រហមអេភីថងកាប់ចានមួយបាទថែមមកជើងទៀតទៅលើកីឡាករឆាគីមទាត់ស្ដាំមួយសងវិញអេភីថងចាប់ជើងតែរបូតបាទទៅវិញបាទសោកឆ្វេងវាស្ដាំសោកស្ដាំមួយសងធាក់ទប់ការពារខ្លួនបាទសម្រាប់កីឡាករអាប់ដែលឆាគីមសម្ដៅចូលអេភីថងចាប់ផ្ដើមខ້ອຍក្រោមសងវិញមួយជើងវិញដែរបាទសម្រាប់កីឡាករឆាគីមដាក់ទប់គាត់ថែមអូយបាទលើកកាប់ចានដែលឡើងមិនដល់បាទជើងកីឡាករអេភីថងរួមជាមួយនឹងកែងដៃបាទទប់បានល្អណាស់បាទទាត់ស្ដាំវាស្ដាំទៅលើកីឡាករឆាគីមបណ្ដៅចូលឆាគីមវាស្ដាំឆ្វេងប៉ុន្តែចូលមិនដល់ប្រផិតនឹងមុខរបស់កីឡាករអេភីថងតែម្ដងដាក់ទប់ការពារខ្លួនមួយទៀតគីឡូវាស្ដាំទាត់ក្រោមមកលើកីឡាករឆាគីមថែមមួយជើងទៀតអេភីថងនៅតែព្យាយាមទាត់ស្ដាំបានល្អមកលើកីឡាករឆាគីមវាស្ដាំឆាគីមសុំស្ដាំមួយចូលមិនចំគោលដៅដោយសារបុកនឹងបាទរកបាំងដៃរបស់កីឡាករអេភីថងទាត់មួយជើងអីយ៉ាធ្វើឲ្យដៃរបស់កីឡាករឆាគីមបាទមិនអាចទប់ទល់នឹងទម្ងន់ជើងរបស់កីឡាករអេភីថងអាចនឹងគ្រិចចឹងដែរប្រកាសប្រវត្តិកន្លងមកកីឡាករអេភីថងធ្លាប់បាទទាត់ទៅលើកីឡាករមកពីសហរដ្ឋអាមេរិកបាទធ្វើឲ្យគ្រិចដៃហើយនឹងប្រេះចាំជើងបាទទៀតជា2ជា3លើកមកហើយបាទសម្រាប់កីឡាករអេភីថងដែលទម្ងន់ជើងរបស់គេខ្លាំងណាស់បាទទប់តាមចំហខ្លួនបាទគឺប្រកាសជាធ្វើឲ្យបាទដៃនឹងទប់មិនបានអូទៅមិនរួចទេបាទច្រាត្រូវដៃឆ្វេងបាទគឺថាឥឡូវនេះមិនអាចបន្តការប្រកួតកើតទៀតទេប៉ុន្តែចិត្តកីឡាករបាទឆាគីមនៅតែបាទខិតខំបាទនៅពេលនេះបាទគេថាលោកប៊ុនអ៊ីបាទម្ចាស់ហាងតុបផោននៅឯខេត្តសៀមរាបបាទបានឧបត្ថម្ភដល់កីឡាករអេភីថងនៅទឹកប្រាក់ចំនួន50ហើយលោកប៉ែនសុគន្ធបាទត្រូវជាកូនរបស់អាដាមប៉ែនអៀនបាទឧបត្ថម្ភដល់កីឡាករអេភីថងនៅទឹកប្រាក់$100សហរដ្ឋអាមេរិកផងដែរបាទហើយក្នុងនោះបាទលោកម៉ៅស្រុនអាគានុរៈបាទមន្ទីរពេទ្យកាឡាម៉ែតឧបត្ថម្ភដល់កីឡាករអេភីថងនៅទឹកប្រាក់ចំនួន$10សហរដ្ឋអាមេរិកបាទដូច្នេះសូមឲ្យកីឡាករអេភីថងទៅទទួលប្រាក់រង្វាន់លើកទឹកចិត្តនៅមន្ទីរពេទ្យ